វីដេអូនេះសូមផ្ញើជូនដល់អ្នកដែលមានឡានប្រើប្រាស់នៅក្នុងប្រទេសរបស់គ្នាបងប្អូនប្រើប្រាស់ឡានរាល់ថ្ងៃបងប្អូនដឹងថាច្បាប់នៃការផាកពិន័យបើកបរជាតិស្វឹងគេពិន័យយ៉ាងម៉េចបើជាទូទៅនៅក្នុងប្រទេសកូរ៉េត្បូងបើបងប្អូនបើកបរដោយគ្រឿងស្រវឹងដែលមានជាតិអាល់កុលក្នុងឈាមចាប់ពី0.03%ឡើងគឺគេហៅថាបងប្អូនជាប់បទល្មើសក្នុងការបើកបរដោយជាតិស្វឹងហើយអញ្ចឹងទោសគេគឺចែងចែកជាពីរប្រភេទបងប្អូនទោសស្រាលគឺបើបងប្អូនបើកបរដោយជាតិស្វឹងចាប់ពី0.03%ឡើងទៅរហូតដល់0.08%គឺបងប្អូននឹងត្រូវអាចនឹងព្យួរបានបើកបរឬក៏ពិន័យជាលុយសុទ្ធ5លានវ៉ុនឬក៏អាចជាប់ពន្ធនាគាររហូតដល់1ឆ្នាំមួយទៀតបើសិនបើបងប្អូនបើកបរដោយជាតិអាល់កុលក្នុងឈាមមានចាប់ពី0.08%ឡើងទៅគឺបងប្អូនគឺត្រូវតែដកហូតបានបើបងប្អូនភ្លាមៗហើយប្រឈមនឹងការជាប់ពន្ធនាគារពី1ឆ្នាំដល់5ឆ្នាំឬក៏ពិន័យជាទឹកប្រាក់5លានដល់20លានអញ្ចឹងនៅពេលបងប្អូនបើកបរពិសាគ្រឿងស្រវឹងសូមកុំបើកបរអីយើងអាចប្រើប្រាស់ជាសេវាកម្មបើកបរជំនួសទៅធីរីយន្តចុះបងប្អូនយើងស្វែងយល់ច្បាប់ទាំងអស់គ្នាបងប្អូនណាមានចម្ងល់អីអាចខមមិនខាងក្រោម